ន់ដាំដែរអ្នកគ្រូផ្ដាំទៅហើយកូនពៅជំរាបសួរចាំងចាំងដេញឡើយក៏ពៅមិនចាំច្បាំងដេញឡើយក៏ពៅមិនចាំច្បាំងលោកអ្នកនាងស្ដាប់ជាទីមេត្រីការបញ្ជូនកូនឲ្យចូលសិក្សានៅថ្នាក់មត្តេយ្យចាប់ពីអាយុ3ឆ្នាំទៅក្រោម6ឆ្នាំមានសារៈសំខាន់ណាស់សម្រាប់ស៊ាំកុមារក្នុងការត្រៀមចូលរៀនថ្នាក់ទី1បានល្អមិនតែប៉ុណ្ណោះធ្វើឲ្យកុមារមានទំនាក់ទំនងជាមួយគ្រូមនុស្សធំនិងជាមួយក្មេងៗដទៃទៀតលទ្ធភាពបានចូលរៀនដំបូងនៅកម្រិតមត្តេយ្យអាចជួយពង្រឹងដល់បញ្ញាស្មារតីរបស់កុមារមុននឹងពួកគេចូលទៅសិក្សានៅថ្នាក់បឋមមិនតែប៉ុណ្ណោះមាតាបិតាមិនគួរជំរុញកូនដែលមិនទាន់គ្រប់អាយុ6ឆ្នាំឬក៏យ៉ាងតិច70ខែឲ្យចូលរៀននៅថ្នាក់ទី1នោះទេហើយប្រសិនបើដំណាក់កាលដ៏សំខាន់ទាំងនេះបានកន្លងហួសទៅដោយខួរក្បាលមិនអាចទទួលនៅការភ្ញួចក្នុងអំឡុងកាលដំបូងនៃជីវិតនេះទេនោះឱកាសសម្រាប់ការរៀននឹងថមថយចុះយ៉ាងច្រើនដើម្បីជ្រាបច្បាស់ថាការរៀនរបស់កុមារនៅតាមកម្រិតមត្តេយ្យនឹងធ្វើឲ្យកុមារវិវត្តខ្លួនបែបណានោះសូមលោកអ្នកនាងស្ដាប់បទយការបស់វិទ្យុជាតិកម្ពុជាដូចតទៅកុមារជុំគ្នារីងរាយសប្បាយចិត្តនាំគ្នាមូលមិនចូលរៀនមត្តេយ្យសាលាលោកអ្នកនាងស្ដាប់ជាទីមេត្រីបច្ចុប្បន្នមាតាបិតាឬអាណាព្យាបាលមានការយល់ដឹងច្រើនក្នុងការឲ្យកូនតូចៗរបស់ពួកគាត់ដែលគ្រប់អាយុចូលរៀនតាំងពីកម្រិតមត្តេយ្យនិងថ្នាក់ដំបូងទាំងនេះដោយសារមាតាបិតាលោកយល់ឃើញថាកុមារចាំបាច់ត្រូវទៅទទួលការអប់រំដើម្បីមានភាពងាយស្រួលបន្តការសិក្សានៅកម្រិតបឋមសិក្សាលោកស្រីនៅនរ៉ាន់ជាអនុប្រធានគ្រប់គ្រងសាលាមត្តេយ្យ8មីនាបានលើកឡើងថាកុមារដែលបានចូលរៀននៅមត្តេយ្យគឺមានការប្រែប្រួលលើផ្នែកស្មារតីអារម្មណ៍មានការផ្លាស់ប្ដូរឥរិយាបថរវាងនៅផ្ទះនិងនៅសាលារៀនម្យ៉ាងវិញទៀតកុមារចេះរស់នៅជាមួយមិត្តភ័ក្តិក្មេងៗដទៃទៀតចេះស្គាល់នៅវិន័យចូលរួមសកម្មភាពរៀនជាមួយមិត្តភ័ក្តិនិងលោកគ្រូអ្នកគ្រូនៅក្នុងថ្នាក់ក៏ដូចជានៅក្រៅថ្នាក់មានភាពក្លាហានបង្កើននៅភាសានិយាយចេះទំនាក់ទំនងនិងមានក្តីសប្បាយរីករាយចូលរួមក្នុងសង្គមមួយដែលថ្មីខុសពីការរស់នៅក្នុងផ្ទះរបស់កុមារបើគាត់ឆ្លងកាត់មត្តេយ្យតាមការវាតម្លៃយើងជាអ្នកអប់រំហ្នឹងធ្វើឲ្យក្មេងហ្នឹងមានសមត្ថភាពគំនិតច្នៃប្រឌិតរស់នៅក្នុងជីវភាពរស់នៅហ្នឹងទាំងក្នុងគ្រួសារនិងក្នុងសង្គមចេះគ្រប់គ្រងខ្លួនឯងចេះសហការដឹកនាំធ្វើការងារជាក្រុមកុមារដែលបានចូលរៀននៅកម្រិតដំបូងមានផលលំបាកច្រើនដែលទាមទារឲ្យលោកគ្រូអ្នកគ្រូចេះប្រើវិធីសាស្ត្រនិងយកចិត្តទុកដាក់ខ្លាំងបំផុតក្នុងការមើលថែទាំផ្នែកអារម្មណ៍ផ្លូវចិត្តផ្ដល់ភាពកក់ក្ដៅដើម្បីទាក់ទាញកុមារតូចៗឲ្យមានទំនុកចិត្តមកលើសាលាហើយចង់មករៀននេះជាការលើកឡើងរបស់លោកស្រីអនុប្រធានគ្រប់គ្រងសាលាមត្តេយ្យ8មីនាលោកស្រីមានប្រសាសន៍ពីផលលំបាកបន្តបន្ទាប់ទៀតថាការលំបាកទី2ទៀតដោយសារកុមារហ្នឹងការរស់នៅមជ្ឈដ្ឋានខុសៗគ្នាពេលមកដល់សាលាការលូតលាស់នៅផ្នែករាងកាយរបស់គាត់ហ្នឹងវាទៅតាមកុមារម្នាក់គឺក្បាលរបស់គាត់ឧបនិស្ស័យរបស់គាត់ក៏ដូចគ្នាដែរអញ្ចឹងអ្នកគ្រូត្រូវប្រឹងប្រែងយ៉ាងណារិះរកគ្រប់វិធីដើម្បីគ្រប់គ្រងក្មេងហ្នឹងឲ្យទទួលយកនៅអ្វីដែលជាការពិតចូលរួមរៀនសូត្រជាមួយយើងដោយរីករាយអ្នកគ្រូត្រូវប្រើនៅសម្ភារៈដើម្បីជួយដល់ក្មេងហ្នឹងឲ្យគេបានសិក្សាសមស្របពីសាលារៀនត្រូវមានសម្ភារៈអីចឹងតាក់ទាញលោមដើម្បីឲ្យកុមារហ្នឹងចូលចិត្តរៀនណាចង់មករៀនរាល់ថ្ងៃលោកស្រីនៅនរ៉ាន់មានប្រសាសន៍លើកឡើងទៀតថាកុមារដែលទទួលបានការសិក្សានៅតាមកម្រិតសិក្សាមានភាពងាយស្រួលសម្រាប់លោកគ្រូអ្នកគ្រូវិតម្លៃនៃការរៀនសូត្ររបស់ពួកគាត់ឲ្យទៅតាមអាយុកាលដើម្បីសមស្របត្រូវតាមស្តង់ដារសាលាកំណត់ឲ្យចូលរៀនថ្នាក់មត្តេយ្យកម្រិតទាបមធ្យមនិងថ្នាក់កម្រិតខ្ពស់មិនបែងចែកទៅតាមអាយុចឹងទេយើងត្រូវជួបការលំបាកច្រើនទី1ធ្វើឲ្យបាត់បង់ក្មេងបើសិនជាក្មេងនៅដាច់ចម្រុះមិនបែងចែកទៅតាមអាយុចេះតែបង្រៀនច្បោកច្បល់គ្នាហ្នឹងបានសេចក្តីថាលទ្ធផលនៃការសិក្សារបស់សិស្សហ្នឹងមិនទទួលបានលទ្ធផលល្អដោយសារបង្រៀនមិនទៅតាមកម្រិតវ័យនៃការចាប់យករបស់ក្មេងគឺច្បោកច្បល់ការគ្រប់គ្រងរបស់គ្រូគឺលំបាក
ធ្វើឲ្យក្មេងហ្នឹងវាធុញថប់លែងចង់មករៀនដោយសារវ័យធំមករៀននៅជាមួយក្មេងតូចៗទៅធ្វើឲ្យធុញណាអត់ចាប់បានក៏លែងចង់មករៀនពេញលេញដូចដងអញ្ចឹងណាពិបាកក្នុងការធ្វើវាតម្លៃតែអំណាចឆ្នាំប្រចាំខែណាពិបាកធ្វើតែវាតម្លៃលទ្ធផលការសិក្សារបស់គាត់ម្នាក់គឺធ្វើឲ្យក្មេងហ្នឹងយកចំណេះដឹងរបស់គាត់សមស្របពីព្រោះកម្រិតខ្ពស់គេត្រូវរៀនតាមវ័យរបស់គេកម្រិតខ្ពស់ប្រជុំគេរៀនតាមបែបប្រជុំទៀតគេរៀនតាមទៀតបើមិនជាយើងដាក់ប្រទៀតដូចខ្ពស់ធ្វើឲ្យការលំបាកហ្នឹងក្មេងហ្នឹងឡើងចាំមករៀនឯងត្រឹមមកបង្រៀនមិនបានទៅដល់លទ្ធផលយើងអត់បានរួលលទ្ធផលទៅតាមការរំពឹងទុកលោកស្រីបានអំពាវនាវឲ្យមាតាបិតានិងអាណាព្យាបាលសិស្សទាំងអស់នាំកូនចុះឈ្មោះចូលរៀននៅឆ្នាំសិក្សា 2020-2021 ដែលនឹងត្រូវបើកបវិស្ណការនៅថ្ងៃទី 11 ខែមករាខាងមុខនេះដើម្បីឆ្លើយតបទៅនឹងការវិវត្តរបស់កុមារក្រសួងអប់រំយុវជននិងកីឡាក៏បានបង្កើតនៅគោលនយោបាយស្តីពីការអប់រំកុមារតូចដោយផ្ដោតជាសំខាន់ទៅលើទិដ្ឋភាព2គឺបរិមាណនិងគុណភាពនៃសេវាកម្មអប់រំកុមារតូចពីអាយុ3ទៅក្រោម6ឆ្នាំដែលវ័យសិក្សានេះស្ថិតនៅមុនពេលចូលរៀននៅថ្នាក់បឋមសិក្សាគឺថ្នាក់មត្តេយ្យសិក្សាពាក់ព័ន្ធទៅនឹងបញ្ហានេះអ្នកគ្រូហៀបដាវីនជាគ្រូចុះកម្មសិក្សាតាក់ទងទៅនឹងការអប់រំកុមារតូចៗបានលើកឡើងថាតាមបទពិសោធន៍នៃការបង្រៀនរបស់អ្នកគ្រូក៏សម្គាល់ឃើញថាកុមារដែលបានចូលរៀននៅថ្នាក់មត្តេយ្យសិក្សានឹងទទួលបានចំណេះដឹងច្រើនហើយមានគំនិតច្នៃប្រឌិតដោយសារមានការយកចិត្តទុកដាក់ពីលោកគ្រូអ្នកគ្រូការរៀនតាមបែបគរុកោសលហើយតាមបែបផែនផ្សេងៗគ្នាខ្ញុំយល់ថាកុមារដែលបានចូលរៀននៅមត្តេយ្យសិក្សានិងកុមារដែលបានចូលរៀននៅមត្តេយ្យសិក្សាគឺខុសគ្នាច្រើនដោយសារកុមារដែលគាត់បានចូលរៀនបានន័យថាគាត់មានបទពិសោធន៍នៃការរៀននឹងច្រើនគាត់ទទួលបានច្រើនអញ្ចឹងធ្វើឲ្យគាត់ចេះដឹងច្រើនហើយយល់ដឹងបានច្រើនសម្រាប់គាត់បន្តទៅថ្នាក់បឋមសិក្សានៅពេលដែលគាត់ឈានទៅដល់ថ្នាក់បឋមសិក្សាធ្វើឲ្យគាត់យល់ដឹងបានច្រើនពីគន្លឹះផ្សេងៗនៃគាត់បានរៀនពីមត្តេយ្យទៅអញ្ចឹងធ្វើឲ្យគាត់មានមូលដ្ឋានគ្រឹះស្រាប់អញ្ចឹងគាត់ងាយយល់ហើយឆាប់ចាប់បានជាងសិស្សដែលមិនបានចូលរៀនមត្តេយ្យសិក្សាលោកអ្នកនាងស្ដាប់ជាទីមេត្រីសប្តាហ៍ថ្ងៃមេដាបិតាឬអាណាព្យាបាលមានការយល់ដឹងច្រើនក្នុងការបញ្ជូនកូននិងជំរុញលើកទឹកចិត្តឲ្យកូនបានចូលរៀននៅថ្នាក់មត្តេយ្យសិក្សាពិសេសយកចិត្តទុកដាក់លើការសិក្សានិងជួយបង្រៀនកូនរបស់ពួកគាត់ដើម្បីទទួលបានចំណេះដឹងបន្ថែមទៀតអ្នកគ្រូហៀបដាវីនសូមឲ្យឪពុកម្ដាយឬអាណាព្យាបាលសិស្សទាំងអស់ដែលមិនទាន់បានបញ្ជូនកូនឲ្យទៅរៀនថ្នាក់មត្តេយ្យសិក្សាបែរមកលើកទឹកចិត្តនិងអនុញ្ញាតឲ្យពួកគាត់អាចទៅទទួលបានចំណេះដឹងពីលោកគ្រូអ្នកគ្រូដែលមានគរុកោសលច្បាស់លាស់ក្នុងការបង្រៀនព្រោះថាការឲ្យកូនស្គាល់ទៅរៀននៅមត្តេយ្យសិក្សាធ្វើឲ្យកូនមានមូលដ្ឋានគ្រឹះច្រើនហើយធ្វើឲ្យកូនហ្នឹងងាយស្រួលទៅថ្នាក់បឋមសិក្សាតទៅមុខទៀតអ្នកគ្រូបានរៀបរាប់ពីផលលំបាកខ្លះៗក្នុងការបង្រៀនកុមារតូចៗថាចំពោះខ្ញុំផ្ទាល់ការដែលបង្រៀនកុមារមត្តេយ្យគឺឃើញថាវាពិបាកខ្លាំងប៉ុន្តែទន្ទឹមនឹងភាពពិបាកហ្នឹងក៏ធ្វើឲ្យយើងទទួលបានផលច្រើនហើយធ្វើឲ្យយើងមានភាពរីករាយផងដែរចំពោះគន្លឹះដែលធ្វើឲ្យកូនសិស្សចូលចិត្តរៀនគឺតាមបទពិសោធន៍ខ្ញុំកន្លងមកគឺអ្នកគ្រូហ្នឹងត្រូវតែស្វែងយល់ពីចិត្តរបស់សិស្សថាតើសិស្សហ្នឹងចូលចិត្តអីសិស្សហ្នឹងចង់បានអីហើយត្រូវតែស្វែងយល់ពីវិធីសាស្ត្របង្រៀនថ្មីៗដែលធ្វើឲ្យសិស្សហ្នឹងចូលចិត្តរៀនស្របជាមួយគ្នានេះលោកស្រីលក្ខណាជាអ្នកម្ដាយដែលបានបញ្ជូនកូនឲ្យចូលរៀនតាមកម្រិតលំដាប់អាយុនោះបានលើកឡើងថាការបញ្ជូនកូនចូលរៀននៅថ្នាក់មត្តេយ្យសិក្សាចាប់ពីអាយុ3ឆ្នាំធ្វើឲ្យកុមារមានមូលដ្ឋានគ្រឹះរឹងមាំនិងមានភាពក្លាហានជាងកុមារដែលមិនបានចូលរៀនថ្នាក់មត្តេយ្យសិក្សាសិនជាយើងអត់បញ្ជូនទេគាត់អត់ក្លាហានទេគាត់ខ្លាចដល់ពេលអាយុ6ឆ្នាំគាត់ចូលរៀនគាត់អត់ព្រមរៀនអញ្ចឹងណាបងដោយសារគាត់យល់ដឹងពីចំណេះដឹងសរខ្មែរពីដំបូងចាប់ពីអក្សរស្រៈទៅអញ្ចឹងណាពួកឯងយើងត្រូវការបញ្ជូនគាត់ចូលរៀនមត្តេយ្យមុនបាទដើម្បីចូលរៀនថ្នាក់ទី1ឲ្យគាត់យល់ស្រៈយល់អីច្រើនអញ្ចឹងណាបងសិនជាគាត់ចូលរៀនមត្តេយ្យទេគាត់អត់ក្លាហានទេដល់ពេលចូលថ្នាក់ទី1ហ្មងគឺគាត់យំហ្មងគាត់អត់ព្រមចូលរៀនណាអញ្ចឹងដើម្បីមុននឹងចូលរៀនថ្នាក់ទី1គឺដើម្បីគាត់ស៊ាំនឹងសាលាមត្តេយ្យសិនដើម្បីគាត់ស្គាល់គ្រូហើយនឹងស្គាល់មិត្តភ័ក្តិគាត់ដែលគាត់រៀនជាមួយគ្នាអញ្ចឹងណាកន្លងមកយើងសង្កេតឃើញថាមានឪពុកម្ដាយខ្លះនៅតាមជនបទមិនទាន់បានបញ្ជូនកូនតូចៗឲ្យចូលរៀនថ្នាក់មត្តេយ្យសិក្សានោះទេដោយសារមិនទាន់យល់ច្បាស់ពីអត្ថប្រយោជន៍ក្នុងការបញ្ជូនកុមារឲ្យចូលរៀនថ្នាក់មត្តេយ្យសិក្សាម្យ៉ាងវិញទៀតពួកគាត់មានផ្នត់គំនិតយល់ថាកូនរបស់គាត់នៅតូចខ្លាចពិបាកក្នុងការធ្វើដំណើរនិងណាមួយរវល់ប្រកបរបរធ្វើស្រែចម្ការលោកស្រីសនសាវុនជាអាណាព្យាបាលមួយរូបមានមតិលើកឡើងថា
កត្តាដែលសំខាន់ជំរុញឲ្យគាត់បញ្ជូនកូនទៅរៀនថ្នាក់មត្តេយ្យសិក្សាគឺដើម្បីឲ្យគាត់មានភាពក្លាហានបន្ស៊ាំជាមួយមិត្តភ័ក្តិនិងលោកគ្រូអ្នកគ្រូ ទៅសំខាន់ឲ្យគាត់ស្គាល់អ្នកដែលទៅរៀនមួយគ្នាហ្នឹងកុំឲ្យគាត់ខ្លាចគេដែលយើងហៅថាទៅខ្ទាំណាព្រោះក្មេងខ្លះចេះតាមមកផ្ទះវិញអញ្ចឹងណាពេលខ្លះពាក្យសម្ដីដែលគាត់និយាយវាខុសប្លែកពីការរស់នៅមួយយើងនៅផ្ទះអញ្ចឹងណាទៅសាលាទៅអីអញ្ចឹងខុសប្លែកច្រើនមកវិញគាត់ចេះជម្រាបសួរពាក្យល្អៗច្រើនណាក៏គាត់អាចទៅសេបានខ្លះដែរគាត់ថាវាមិនសូវស្អាតទេតែចេះនិយាយច្រើនចេះរៀបពាក្យនិយាយម្ដងមកកាលដែរ បងស្រីបានលើកឡើងបន្តថាកុមារបានចូលរៀនមត្តេយ្យខុសប្លែកពីកុមារដែលមិនបានចូលរៀនទាំងការនិយាយស្ដីនិងពីរបៀបសរសេរជាដើម ពុកម្ដាយខ្លះគាត់យល់ថាដាក់កូននៅមត្តេយ្យកម្រិតទាបអញ្ចឹងកូនវាចេះដឹងនិយាយទៅបញ្ញាស្មារតីនឹងវាលូតលាស់លឿនហើយវាអាចឆាប់ចាប់យកមេរៀនដែលគ្រូមត្តេយ្យបរៀនអញ្ចឹងគ្រូមត្តេយ្យគាត់មានបទពិសោធន៍ល្អសម្រាប់គ្រប់គ្រងក្មេងតូចអញ្ចឹងណាចាហើយចំពោះពីមុនអាហ្នឹងអត់ដែលបានដាក់មត្តេយ្យពុកម្ដាយខ្លះឥឡូវអត់ទេពុកម្ដាយណាព្យាបាលខ្លះគាត់យល់ដឹងច្រើនចាក់ក្មេងចូលរៀនដំបូងអត់គ្រប់អាយុក៏ដោយប៉ុន្តែយើងនិយាយថាផ្ញើអញ្ចឹងតែគេមានកម្រិតមត្តេយ្យជាន់ទាបនិងជាន់ខ្ពស់ចារៀនបានមត្តេយ្យមួយឆ្នាំអញ្ចឹងកម្រិតទាបរួចហើយដល់ពេលហួសកម្រិតខ្ពស់នឹងហើយដល់អាយុ6ឆ្នាំគឺឲ្យចូលថ្នាក់ទី1តែម្ដង លោកអ្នកនាងស្ដាប់ជាទីមេត្រីតាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថាកោសិកាខួរក្បាលរបស់មនុស្សមានការលូតលាស់ខ្លាំងបំផុតកើតមាននៅក្នុងអំឡុង2ឆ្នាំដំបូងនៃជីវិតក្រោយមកមានការលូតលាស់នៃរចនាសម្ព័ន្ធផ្សារភ្ជាប់គ្នារវាងសរសៃប្រសាទមិនតែប៉ុណ្ណោះនៅក្នុងអាយុ6ឆ្នាំភាគច្រើននៃការផ្សារភ្ជាប់គ្នានៃសរសៃប្រសាទបានកើតមានរួចហើយហេតុនេះការផ្ដល់ឱកាសនៅការយល់ដឹងស្មុគស្មាញនិងបទពិសោធន៍ខាងចលករនៅអាយុដំបូងគឺបានផ្ដល់ផលជាទីគាប់ចិត្តលើសមត្ថភាពរៀនសូត្រនៅវ័យបន្ទាប់ដូច្នេះទោះបីថាកុមារដែលមានអាយុ3ឆ្នាំហាក់ដូចជានៅតូចក៏ពិតមែនប៉ុន្តែមាតាបិតាគួរតែឆាប់បញ្ជូនកូនឲ្យចូលរៀនមត្តេយ្យការគាំពៀនិងអភិវឌ្ឍកុមារតូចជាគុណប្រយោជន៍សម្រាប់អនាគតកុមារម្នាក់ៗដើម្បីវិវត្តខ្លួនក្លាយជាសសរទ្រូងនៃប្រទេសជាតិហើយប្រសិនបើដំណាក់កាលដ៏សំខាន់ទាំងនេះបានកន្លងហួសទៅដោយខួរក្បាលមិនបានទទួលនៅការភ្ញួចក្នុងអំឡុងកាលដំបូងនៃជីវិតនេះទេនោះឱកាសសម្រាប់ការរៀនសូត្រនឹងថមថយចុះនាងខ្ញុំហៀវគុន្ធាវិទ្យុជាតិកម្ពុជា ចាំកុំឲ្យ